សួស្តីអូនថ្ងៃនេះបងមានរឿងនិទានថ្មីមួយទៀតហើយរឿងនេះមានចំណងជើងថាកូនសេះឆ្លងស្ទឹងតោះចាំបងនិទានឲ្យស្ដាប់កាលពីព្រេងនាយមានកូនសេះតូចមួយរស់នៅជាមួយម្ដាយនៅក្នុងភូមិថ្ងៃខែក៏ចេះតែកន្លងផុតទៅកូនសេះតូចក៏កាន់តែចម្រើនវ័យជារៀងរាល់ថ្ងៃរហូតអាចជួយកិច្ចការម្ដាយរបស់ខ្លួនបានខ្លះៗថ្ងៃមួយដោយសារម្ដាយជាប់រវល់ក៏បានហៅឲ្យកូនមកជួយថាកូនសម្លាញ់តើកូនអាចជួយម៉ាក់យកបាវអង្ករនេះឆ្លងស្ទឹងទៅនៅក្រោយម្ខាងទៀតបានទេកូនសេះរីករាយណាស់ដែលបានជួយធុរៈម្ដាយវាឆ្លើយភ្លាមថារួចក៏យកបាវអង្ករមកដាក់លើខ្នងរត់ត្រឹកទៅកាន់មាត់ស្ទឹងប៉ុន្តែនៅលើស្ទឹងនេះមិនមានស្ពានឆ្លងនោះទេមានតែវិធីមួយគត់គឺដើរឆ្លងទឹកទៅតែទឹកស្ទឹងនោះជ្រៅឬមួយក៏រាក់កូនសេះនោះមិនទាន់ដឹងនៅឡើយទេកូនសេះឈរសម្លឹងមើលទៅទឹកស្ទឹងហើយគិតពិចារណាប៉ុន្តែនៅពេលដែលវាងើយមុខឡើងមកវាក៏ក្រឡេកឃើញគោមួយក្បាលដែលកំពុងតែឈរស៊ីស្មៅនៅក្បែរនោះកូនសេះក៏រត់ចុះទៅក្បែររួចសួរថាបងគោអើយតើទឹកស្ទឹងនោះជ្រៅដែរឬទេគោងើយមុខឡើងមកឆ្លើយមិនជ្រៅទេទឹកនេះវាត្រឹមកំភួនជើងខ្ញុំតែប៉ុណ្ណោះបានចម្លើយហើយកូនសេះក៏ត្រឡប់មកកាន់មាត់ស្ទឹងវិញបំរុងនឹងដើរឆ្លងទៅហើយវាក៏បានឮសំឡេងមួយនៅក្បែរនោះស្រែកឡើងថាមកកុំឆ្លងមកអីសោះទឹកនេះជ្រៅណាស់សំឡេងនោះធ្វើឲ្យកូនសេះអោនក្បាលរកមើលការពិតជាសំឡេងកូនកំប្រុកមួយទេតាកុំឆ្លងទៅអីការប៉ុន្មានថ្ងៃមុនមិត្តរបស់ខ្ញុំទើបតែឆ្លងទៅហើយក៏បានត្រូវលង់ទឹកនោះស្លាប់បាត់កូនកំប្រុកនិយាយទាំងទឹកមុខក្រៀមក្រំម្ដងនេះគួរស្ដាប់អ្នកណាទៅបងគោថាទឹកនេះរាក់ទេចំណែកកូនកំប្រុកថាទឹកនេះជ្រៅមិនដឹងសម្រេចចិត្តយ៉ាងណាកូនសេះក៏ដើរត្រឡប់ទៅចូលក្នុងភូមិវិញសួររកម្ដាយរបស់ខ្លួនកូនសេះរៀបរាប់រឿងរ៉ាវទឹកជ្រៅនិងទឹករាក់ប្រាប់ទៅម្ដាយក៏និយាយថាអញ្ចឹងពួកយើងនាំគ្នាទៅមាត់ស្ទឹងតែម្ដងទៅមកដល់មាត់ស្ទឹងម្ដងទៀតម្ដាយរបស់កូនសេះក៏ប្រាប់ឲ្យកូនប្រមូលសេចក្តីក្លាហានសាកល្បងស្ទង់ជម្រៅទឹកដោយខ្លួនឯងកូនសេះក៏លុបជើងចូលទៅទឹកបន្តិចម្ដងហើយក៏ដើរទៅមុខមួយជំហានដើរឆ្លងស្ទឹងទៅក្រឡេកមកវិញទាំងញញឹមញញែមដាក់ម្ដាយហើយនិយាយថាកូនយល់ហើយកូនត្រូវក្លាហានហ៊ានចុះទៅស្ទង់ជម្រៅទឹកដោយខ្លួនឯងទើបអាចដឹងថាទឹកនេះជ្រៅឬមួយក៏រាក់ដូច្នេះហើយកូនសេះដែលស្ថិតនៅក្រោមការឃ្លាំមើលពីម្ដាយក៏អាចឆ្លងស្ទឹងទៅត្រើយម្ខាងទៀតដោយសុខភាពរឿងក៏បានដល់ទីបញ្ចប់ហើយរឿងនេះក៏បានបង្រៀនឲ្យបងប្អូនថានៅពេលដែលបងប្អូនមិនច្បាស់ឬមួយក៏សង្ស័យនឹងអ្វីមួយបងប្អូនអាចទៅសួរម៉ាក់ប៉ាឬក៏អាណាព្យាបាលបងប្អូនបានកន្លែងដែលមានគ្រោះថ្នាក់ចូលបងប្អូនត្រូវប្រុងប្រយ័ត្នជានិច្ច